រឿងតសុនពូម៉ាយជាអ្នកសំលេងកំបិតនៅក្នុងភូមិមួយមានតាចាស់ម្នាក់ឈ្មោះថាតសុនគាត់មានអាយុប្រហែលជា60ឆ្នាំជាងទៅហើយរាល់ថ្ងៃតសុនគាត់ប្រកបមុខរបរជាអ្នកសំលេងកំបិតតាំងពីឡាយលះជាមួយប្រពន្ធមកហើយតសុនក៏ខ្លាចជាបរិសុទ្ធពូម៉ាយជាង20ឆ្នាំដោយរាល់ថ្ងៃរស់នៅតែម្នាក់ឯងនៅថ្ងៃមួយនៅក្នុងភូមិមានអ្នកមីងម្នាក់ឈ្មោះថាមីយ៉ែនគាត់មានអាយុ46ឆ្នាំគាត់រស់នៅជាមួយកូន3នាក់ទៀតហើយមីយ៉ែនគាត់ជាអ្នកលក់គុយទាវនៅតាមភូមិមីយ៉ែនគាត់តែងតែទិញកំបិតរហូតជាញឹកញាប់នៅពេលកំបិតគាត់ចាស់ប្រើមិនកើតគាត់មិនដែលយកកំបិតទៅសំលៀងទេព្រោះគិតថាសំលៀងហើយប្រើបានតែមួយរយៈប៉ុណ្ណោះមានថ្ងៃមួយមីយ៉ែនគាត់ខឹងមូម៉ៅនឹងកំបិតគាត់ខ្លាំងណាស់ពីព្រោះអីកំបិតគាត់នឹងកាប់សាច់មិនមុតសោះពេលហ្នឹងគាត់ស៊ូទៅកូនប្រុសច្បងគាត់ថាតើកូនមានទិញកំបិតថ្មីឲ្យម៉ែទេហើយកូនប្រុសប្រាប់ថាម៉ែអើយខ្ញុំមិនបានទិញទេមីយ៉ែនគាត់ស៊ូទៀតបើកូនមិនទិញកំបិតមកឲ្យម៉ែតើម៉ែបានឲ្យកាប់សាច់ឆ្អឹងជ្រូកទៅព្រោះអីកំបិតកាប់ឡើងមុតហើយហាន់តែសាច់គោក៏ហាន់ឡើងដាច់ដែរនិយាយបាននិយាយថាបាទម៉ែក្នុងភូមិយើងខ្ញុំឮថាមានអ្នកសំលៀងកំបិតបានល្អណាស់ម៉ែសាកយកទៅសំលៀងមើលមីយ៉ែនប្រាប់តកូនវិញថាហើយម៉ែមិនចង់សំលៀងទេហើយគ្មានជាងណាម្នាក់សំលៀងបានល្អមុតឡើយព្រោះអីម៉ែលក់គុយទាវយូរឆ្នាំមកហើយធ្លាប់ឲ្យគេសំលៀងដែរតែប្រើបង្កើតសោះនិយាយជាកូនប្រុសប្រាប់ម្ដាយទៀតថាម៉េចម៉ែសាកយកទៅឲ្យគាត់សំលៀងមើលក្រែងលោបានល្អនឹងមុតជាងមុនហើយនៅផ្ទះយើងសុទ្ធតែកំបិតច្រើនទៀតណាស់មួយសាច់ចាស់ទាំងអស់បើយើងយកទៅសំលៀងប្រើនោះនឹងមានកំបិតថ្មីប្រើច្រើនហើយសន្សំសំចៃបានទៀតមីយ៉ែនពេលឮកូនប្រុសនិយាយបែបនេះគាត់យល់ព្រមតាមសម្ដីកូនមែនហើយឯងគិតបែបនេះក៏ល្អដែរហើយចាំពេលម៉ែទំនេរពីការលក់ហើយម៉ែនឹងយកទៅសម្លៀងអញ្ចឹងកូនឯងប្រញាប់ទៅរៀបចំរកកំបិតទុកឲ្យម៉ែផងពេលម្ដាយនិយាយអញ្ចឹងហើយកូនប្រុសបានធ្វើតាមអ្វីដែលម៉ែប្រាប់ហើយនៅពេលដែលមីយ៉ែនគាត់បានរួចរាល់ពីការលក់ដូរហើយគាត់បានជិះម៉ូតូយកកំបិតទាំងអស់នោះយកទៅឲ្យតាសុនគាត់សម្លៀងឲ្យតាសុនគាត់ជាអ្នកសម្លៀងកំបិតមកច្រើនឆ្នាំមកហើយពួកគេតែងតែសរសើរថាតាសុនហ្នឹងពូកែណាស់សម្លៀងបានមុតល្អប៉ុន្តែមីយ៉ែនគាត់មិនបានដឹងទេមីយ៉ែនគាត់បានដឹកកំបិតទាំងអស់នោះមកដល់ផ្ទះតាសុនប្រហែលជាម៉ោង10ព្រឹកទៅហើយពេលទៅដល់មុខផ្ទះតាសុនគាត់បានឃើញអ្នកភូមិចេញពីផ្ទះតាសុនដោយក្តីរីករាយមីយ៉ែនគាត់ក៏បានស៊ូទៅក្មេងមនុស្សស្រីម្នាក់តើក្មួយមកពីសំលៀងកំបិតមែនទេហើយអ្នកដែលសំលៀងកំបិតហ្នឹងបានប្រាប់ទៅមីយ៉ែនថាចាស់មីងមែនហើយខ្ញុំទៅតែសំលៀងកំបិតផ្ទះតាសុនហ្នឹងណាព្រោះអីតាសុនគាត់ពូកែណាស់ហើយចុះមីងទៅណាមកណាដែរមីយ៉ែនប្រាប់ថាអូមីងគិតថាមកផ្ទះតាសុនហ្នឹងដើម្បីឲ្យគាត់សំលៀងកំបិតឲ្យហើយកំបិតមីងច្រើនណាស់ខានសំលៀងយូរណាស់មកហើយថ្ងៃនេះចង់ឲ្យតាសុនហ្នឹងគាត់សំលៀងឲ្យម្ដងក្មួយតើគាត់ពូកែសំលៀងមែនទេក្មួយចាមីងត្រូវហើយគាត់ពូកែណាស់
គាត់ចាស់មែនតែគាត់ចាស់អែមគាត់ខ្លាំងណាស់ប៉ុណ្ណាស្វាហាប់ទៀតមីងមកមិនខកបំឡងទេដឹងតែពេញចិត្តហើយចឹងខ្ញុំសូមលាទៅមុនហើយមីយ៉ែនចាស់ក្មួយស្រីមីងអរគុណហើយមីយ៉ែនមកគាត់បានចូលដល់ផ្ទះតសុនហើយបានសួរថាតាអើយតាទំនេរទេពេលនោះតសុនបានសួរថាតើក្មួយស្រីទៅណាមកណាដែរមីងយ៉ែនប្រាប់ថាតាអើយខ្ញុំមកនេះគឺយកកបិតមកឲ្យតាសំលៀងឲ្យហើយសំលៀងឲ្យខ្ញុំបានទេតសុនពេលឃើញកបិតច្រើនដូច្នេះក៏ញញឹមព្រោះអីលុយចូលទៀតហើយតសុនប្រាប់ថាបានមិនអីទេចាំតាសំលៀងឲ្យមកចូលមកក្រោយផ្ទះមកងាយស្រួលជាងតសុននិងមីយ៉ែនបានទៅក្រោយផ្ទះក្រោមដើមឈើមួយដើមសំលៀងកំបិតចំណែកឯមីយ៉ែនសួរថាតើយូរដែរទេតសុនមិនយូរទេអង្គុយចាំតែមួយផ្លេតទៅរួចរាល់ឥឡូវហើយមីយ៉ែនលឺអញ្ចឹងក៏អង្គុយចាំមើលតសុនគាត់សំលៀងតសុនគាត់អង្គុយសំលៀងដោយស្លៀកខោខ្លីហើយមីយ៉ែនហ្នឹងគាត់អង្គុយមើលនៅខាងមុខតសុនបានធ្វើដោយការផ្ចិតផ្ចង់សំលៀងបណ្ដើគាត់រង្អើលមុខកំបិតបណ្ដើពេលនោះស្រាប់តែមីយ៉ែនសម្លឹងទៅបែកម្ខាងនៃជើងរបស់តាដោយសារតែជើងខោរបស់តសុនធំពេលហ្នឹងគាត់រៀងចម្លែកសួរតសុនថាតើមានធ្វើដងកបិតទេពេលនោះតសុនគាត់រវល់តែឈ្ងោកសំលៀងកបិតដោយមិនបានចាប់អារម្មណ៍ជើងខោទេត្រូវហើយក្មួយដងកបិតតាធ្វើដែរតាហើយតើក្មួយចង់បានប៉ុណ្ណាដែរមីយ៉ែនគាត់បានឃើញដងកបិតរបស់តាធ្វើដងវាបានប៉ុណ្ណាដែរតាសុនបើក្មួយចង់ដឹងក្មួយវាស់មើលទៅចង់បានទំហំប៉ុណ្ណាដែរមីយ៉ែនបានប្រាប់ថាគឺចង់បានទំហំប៉ុនរបស់តានោះតាធ្វើបានទេតសុនក៏នឹកឃើញថាអូក្មួយបានចាប់អារម្មណ៍ហើយតសុនបានដែរណាតសុនក្មួយយកដៃមកវាស់មើលតើត្រូវទេតសុនក្រោកឈរឡើងឲ្យមីយ៉ែនវាស់មើលហើយមីយ៉ែនបានយកដៃទៅកាន់ដងកបិតរបស់តាពេលនោះប៉ះហើយស្រាប់តែដងកបិតរបស់តាកាន់តែធំតសុនយ៉ាងណាដែរក្មួយពេញចិត្តទេនេះជាដងកបិតដែលតាផលិតដោយផ្ទាល់ណាហើយគ្មានពីរទេមួយអើយបើក្មួយចង់បានតាឲ្យក្មួយមីយ៉ែនបានយកដៃមកកង្អែលចុះកង្អែលឡើងរៀងស្ទើរណានេះខ្ញុំចង់បានធំជាងនេះព្រោះវាកាន់ទៅវាពេញដៃកាប់សាច់ឆ្អឹងអីវាងាយស្រួលប៉ុន្តែដងកបិតតារៀងស្ទើរពេកហើយវាស់ដៃហើយនៅតែតូចទៀតហើយតាមានអាធំជាងនេះដែលទេតាតសុននិយាយថាបើចង់បានធំជាងនេះតល់តែចូលក្នុងផ្ទះរកមើលបានមានហើយបើក្មួយចង់ចូលទៅមើលក្នុងផ្ទះឬអត់មីយ៉ែននិយាយថានេះតាមានដងកបិតធំជាងនេះមែនទេតសុនត្រូវហើយក្មួយបើក្មួយចង់មើលអាធំជាងនេះតាទៅមើលនៅក្នុងផ្ទះមីយ៉ែនចាស់តាខ្ញុំចង់ឃើញណាស់ចឹងតានាំខ្ញុំទៅមើលបន្តិចមើលតសុនក៏បាននាំមីយ៉ែនទៅមើលដល់ក្នុងបន្ទប់ហើយមីយ៉ែនក៏ពេញចិត្តនឹងដងនោះដែរតសុនក៏បានបញ្ចូលដងកបិតរួចរាល់មីយ៉ែនពេលដែលបានដងកបិតដែលខ្លួនពេញចិត្តហើយក៏ញញឹមសប្បាយរីករាយបិទមាត់បន្តិចនោះទេពេលចេញពីផ្ទះលោកតាវិញមកក៏បានជិះម៉ូតូទៅផ្ទះដោយក្តីរំភើបរីករាយក្រៃលែងព្រោះអីគាត់
ខានបានសម្លេងកបិតចូលឆ្នាំណាមកហើយពេលដែលបានយកឲ្យទៅសនគាត់សម្លេងបានម្ដងគាត់ដូចមានអារម្មណ៍ថាសប្បាយអរខ្លាំងណាស់រំភើបណាស់ពេលដែលបានសម្លេងកបិតខានដែលខានប្រើយូរឆ្នាំយ៉ាងនេះនោះពេលទៅដល់ផ្ទះវិញកូនចិត្តតែឆ្ងល់ហេតុអីក៏ម្ដាយថ្ងៃនេះក៏សប្បាយចិត្តព្រីកពេកខ្លាំងម្ល៉េះមិនឃើញតែញញឹមបិទមាត់បន្តិចសោះដឹងអីមីងយុនគាត់ខានសម្លេងក្បិតយូរនៅមុខហើយណាមួយខ្លួនមីម៉ាយផងមិននឹកស្មានថាបានទៅដល់ផ្ទះតាសុនហ្នឹងណាគាត់ប៉ិនណាគាត់ពូកែណាគាត់ប៉ិនសម្លេងក្បិតឲ្យគាត់យ៉ាងមុតបានល្អព្រោះថាមិនដែលមានជាងឯណាសម្លេងក្បិតមុតយ៉ាងនេះទេធ្វើឲ្យមីងយុននោះពេញចិត្តស្ដោកតែម្ដង